បាទសួស្តីទាំងអស់គ្នាថ្ងៃនេះផងដែរមកនាំទាំងអស់គ្នាមកមើលទស្សនវិជ្ជានៅខាងមុខហាងកន្លែងសម្រាប់អង្គុយញ៉ាំបុកល្ហុងតុកៅអីហ្នឹងណាការរៀបចំក្នុងហាងដើម្បីទាំងអស់គ្នាបានមើលហាងហើយមួយវិញទៀតនៅហាងក៏មានកន្លែងអង្គុយបែបលក្ខណៈcamping នៅខាងក្រៅហាងទៀតនឹងនាំទាំងអស់គ្នាទៅមើលទស្សនវិជ្ជាខាងក្រៅហាងខាងក្រៅហាងយើងមានកន្លែងអង្គុយលេងបែបលក្ខណៈ camping អង្គុយញ៉ាំអីហ្នឹងណាហើយមួយទៀតអ្នកដែលចូលចិត្តបែបខ្យល់ធម្មជាតិល្អហើយស្រឡះមុខស្រឡះមាត់តោះទៅមើលទស្សនវិជ្ជានៅខាងមុខហាងបន្តនិងទស្សនវិជ្ជានៃការលក់ប្រចាំថ្ងៃក៏ដូចជាមានភ្ញៀវអង្គុយលេងនៅខាងមុខហាងភ្ញៀវចូលរងចាំសម្រាប់ការកម្មង់បុកល្ហុងអ្នកខ្លះក៏អង្គុយលើម៉ូតូទៅហើយភ្ញៀវខ្លះទៀតក៏ខលកម្មង់តាមលេខ Telegram ដែលខ្ញុំបានដាក់នៅខាងក្នុង page ក៏ដូចជា TikTok របស់ហាងអាណាចក្របុកល្ហុងដែរហើយហាងយើងងាយស្រួលរកទាំងអស់គ្នាមើលវីដេអូនេះទៅតិចទៀតខ្ញុំនឹងចេញវីដេអូបង្ហាញផ្លូវមកហាងឲ្យបានត្រឹមត្រូវនិងច្បាស់លាស់